ជីវិតបាតដីតែចិត្តដល់មេស្ដាប់ឲ្យច្បាំងនេះជាការពិតជើងធាក់ដីក្បាលទល់មេឃឲ្យចាស់រហ័យកំដៅថ្ងៃឆេះខ្នងញើហូរស្រក់មិនមែនទឹកភ្នែកទេបងរកលុយមករៀលចិញ្ចឹមពោះម៉ែវាគេជិះឡានទំនើបគេមើងងាយយ៉ាងទៀតែគេមិនដឹងថាក្នុងផ្ទះយើងមានភាពកក់ក្ដៅម្ហូបត្រីងៀតក៏ឆ្ងាញ់ជាងសាច់ក៏គេព្រោះមានស្នាមនៃញញឹមកូនសើចក៏អាយរាល់ពេលដើរចេញពីផ្ទះឲ្យយឺតចាស់មួយបារម្ភពីសុវត្ថិភាពពួកវាដែរនៅផ្ទះលោកគេនេះបោកប្រាស់គេរាប់អានតែអ្នកមានតែអញរាប់អានតែអ្នកដែលស្មោះត្រង់នឹងគ្នាអត់លុយក្នុងហបៅតែមានលុយក្នុងចិត្តប្រពន្ធនឹងកូនគឺជាមាសពិតការពារអ្នករាល់គ្នាមិនឲ្យរងាទូក្រយ៉ាងណាក៏គ្រួសារជារឿងធំតែជានៅក្នុងផ្ទះខ្លួនក្បាលខ្លាំងណាស់ត្រូវរែកពុនគ្រួសារប៉ូលីសសួរនាំចាប់កំហុងរាល់វេលាព្រោះតែយើងក្រគេគិតថាយើងខូចតែអញមានគេទៅយូរមិនដើរលួចបងរៀនកូនប្រុសឲ្យស្គាល់តម្លៃមនុស្សកុំមើលតែសម្បកកុំដើរផ្លូវខុសអរគុណម៉ែវាដែលនៅក្បែរមិនទៅណាទោះបីបងគ្មានអីក្រៅពីម្លាំងកាយាឲ្យតែឃើញមុខកូនកម្លាំងមកវិញពេញប្រាណយើងមិនមែនទុនជ្រាយយើងគ្រាន់តែគ្មានកាក់តែយើងមានសេចក្តីសុខដែលកទិញមិនបានអត់លុយក្នុងហបៅតែមានលុយក្នុងចិត្តប្រពន្ធនឹងកូនគឺជាមាសពិតការពារអ្នករាល់គ្នាមិនឲ្យរងាទូក្រយ៉ាងណាក៏គ្រួសារជារឿងធំតែជានៅក្នុងផ្ទះលើកដៃប្រណម្យអរគុណដល់ទេវតាដែលប្រទានកម្លាំងឲ្យស៊ូជាមួយវាសនាមិនត្រូវការវិឡាមិនត្រូវការឡានស្ពណ៌សូមតែផ្ទះតូចមួយដែលមានសេចក្តីល្អអត់លុយក្នុងហបៅតែមានលុយក្នុងចិត្តប្រពន្ធនឹងកូនគឺជាមាសពិតការពារអ្នករាល់គ្នាមិនឲ្យរងាទូក្រយ៉ាងណាក៏គ្រួសារជារឿងធំទាំងអស់គ្នាចាក្រៅមិនក្រចិត្ត